ជំរាបសួរអ្នកទាំងអស់គ្នាខសាច់ត្រីរស់អ្នកទាំងអស់គ្នាខពេញប៉ាខសាច់ត្រីរស់បែបងាយហើយធ្វើអីក៏ខ្ញុំអត់ភ្លេចដាក់ផ្សិតដែរខត្រីរស់ដាក់ពេញប៉ាហើយខ្ញុំក៏ដាក់ផ្សិតដែរហើយស្លឹកខ្ទឹមនោះខ្ញុំក៏ដាក់ដែរព្រោះឯនៅចិនហ្នឹងគេធ្លាប់ធ្វើខអញ្ចឹងគេដាក់ស្លឹកខ្ទឹមស្លឹកអីអញ្ចឹងហើយបើខ្មែរអញ្ចឹងគេចូលចិត្តដាក់ខ្ទឹមហើយដល់ពេលស្លឹកខ្ទឹមគេដាក់ក្រោយចិត្តដល់ទូចដាក់ខាងក្រោយតែអានេះខ្ញុំអត់ទេខ្ញុំធ្វើបែបចិនខ្លះបែបខ្មែរខ្លះអញ្ចឹងហើយខ្ញុំត្រីហ្នឹងយកហាន់អញ្ចឹងហើយលាងឲ្យស្អាតហើយយកមកកាត់កង់អញ្ចឹងមកត្រីហ្នឹងអត់មានឆ្អឹងទេសិតតែសាច់ត្រីរស់ហ៎ហើយខ្ញុំដាក់ខ្ទឹមប្រឡាក់ដូចត្រីប្រឡាក់អញ្ចឹងអ្នកទាំងអស់គ្នាអើយខ្ញុំដាក់ប៊ីចេងដាក់អំបិលដាក់ស្ករដាក់អីហ្នឹងដាក់ស្ករហ្នឹងខ្ញុំដាក់ស្ករអំពៅហើយខ្ញុំដាក់ទឹកត្រីដែរនេះខ្ញុំដាក់ទឹកត្រីបន្តិចដែរឲ្យវាមានជាតិទឹកត្រីខ្លះអីខ្លះអញ្ចឹងណាហើយនេះស្ករអំពៅហើយខ្ញុំអត់មានដាក់អំពៅទាំងមូលដូចខ្មែរទេយើងមានស្ករអំពៅខ្ញុំដាក់ស្ករអំពៅអានេះផ្សិតស្រស់ខ្ញុំយកតែញ៉ាំមកកញ្ចប់យកមកដាក់ខជាមួយព្រោះខ្ញុំចូលចិត្តផ្សិតអើយញ៉ាំមកហូបអីក៏ខ្ញុំចូលចិត្តដាក់ផ្សិតដែរអ្នកនរគ្នាហើយស្លឹកខ្ទឹមនឹងខ្ញុំដាក់អញ្ចឹងទៅព្រោះនៅចិនហ្នឹងគេចូលចិត្តដាក់ស្លឹកខ្ទឹមហើយខ្ញុំដាក់បន្តិចទឹកកូកាបន្តិចខ្ញុំដាក់កន្លែងទឹកស្អ៊ីវចិនទឹកស្អ៊ីវខាប់ចិនក៏ខ្ញុំដាក់មកកន្លះវែកដែរតែខ្ញុំអត់បានថតហើយនោះខ្ញុំដាក់ម្រេចខ្ញុំដាក់ម្រេចមូលព្រោះតែខ្ញុំម្រេចអត់មានម្រេចនេះហ៎ម្រេចម៉ត់មានតែមូលខ្ញុំដាក់មូលអញ្ចឹងទៅនិយាយទៅញ៉ាំខ្លួនឯងអត់អីទេគ្រាន់តែធ្វើបែបងាយមិនចាំបាច់ពើខ្ទឹមពើអីថាដូចនេះដូចគេធ្វើឲ្យឡើងនេះម៉ត់ចត់អីអត់ទេខ្ញុំធ្វើតែអញ្ចឹងតែឆ្ងាញ់ឲ្យងុំទៅឡើងឆ្ងាញ់ហើយពេញប៉ោះហ្នឹងនិយាយពីថាល្អនោះល្អដាក់តែ2ផ្លែធំហ្នឹងទៅឡើងពេញមួយឆ្នាំពេញប៉ោះហ្នឹងល្អនេះធ្វើអញ្ចឹងងាយតែឆ្ងាញ់អ្នកនរគ្នាអើយនិយាយទៅញ៉ាំអានឹងចុះបាយហើយសាច់ត្រីហ្នឹងវាអត់មានឆ្អឹងអត់មានអីត្រូវពេញប៉ោះលួយស្លឹកខ្ទឹមលួយហើយត្រីហ្នឹងត្រូវនឹងសែវបាយល្មមអត់មានខ្លាចលាក់ឆ្អឹងលាក់ស្អីទេឆ្ងាញ់ហើយហឹលតិចចឹងទៅឆ្ងាញ់ហើយសូបបាយទៅចុះបាយអាមហូបអញ្ចឹងហើយត្រូវខ្ញុំយកដាក់នេះបាយប្រអប់ទៅល្មមអរគុណ